ចម្រើនពរញាតិញោមថ្ងៃនេះអាត្មា ក្រោយពីខណ្ឌបបរពេលព្រឹករួយក៏បានមកនៅខាងមុខព្រះវិហារវត្តអូពីមកមើលលោកតាដែលជាព្រះចៅអធិការវត្តអូពីព្រះអង្គក៏បានផ្ដួចផ្ដើមនៅចិត្តដីនេះខ្ញុំមើលឃើញចិត្តដីដែលព្រះអង្គបានមកជាងនៅខេត្តកញ្ចេះធ្វើប៉ុន្តែទៅតែចាក់បេតុងបានបន្តិចទេខ្ញុំមើលពេលនេះព្រះអង្គក៏កំពុងតែធ្វើជារៀងរាល់ថ្ងៃណាញោមហើយអាត្មាក៏ឆ្លៀតឱកាសឡាយជាវីដេអូបន្ទាល់ដើម្បីចែកជូនដល់ញាតិញោមពិតបរិស័ទទាំងកាត់ទិសគឺថានេះគឺជាស្នាប្រហោះក៏ដូចជាគំនិតរបស់ព្រះអង្គបានសន្សំបច្ច័យតិចតួចដូចដើមព្រះអង្គក៏បាន ស្ថាបនានៅចិត្តដីនៅក្នុងមណ្ឌលវត្តសវណ្ណគិរីសាលវ័នអូពីគឺព្រះអង្គធ្វើនៅខាងមុខព្រះវិហារនៅខ្ញុំមើលឃើញព្រះវិហារហើយនៅគឺជាសកម្មភាពរបស់ជាងកំពុងតែធ្វើជារៀងរាល់ថ្ងៃដើម្បីឲ្យរួចជាស្ថាពរនៅចិត្តដីរបស់ព្រះអង្គដែលជាប្រចាំអធិការវត្តអូពីហើយអាត្មាក៏ឃើញព្រះអង្គកំពុងតែកសាងនេះក៏មានចិត្តប្រាថ្នាដែរប៉ុន្តែមិនដឹងតែជួយព្រះអង្គតាមរបៀបណាមែនតែសូមជួយសូម live វីដេអូដើម្បីចែកជូនដល់ញាតិញោមពុទ្ធបរិស័ទទាំងចាប់ទិសគឺថាព្រះអង្គកំពុងតែកសាងនៅចិត្តដីនៅក្នុងមណ្ឌលវត្តអូពីមុខព្រះវិហារវត្តអូពីដែរណាញោមណាគឺនៅខាងមុខហ្នឹងគឺសិតតែដើមស្វាយចន្ទីនៅក្នុងបរិវេណវត្តញាតិញោមឃើញសិតតែដើមចន្ទីចន្ទីនៅក្នុងប្រទេសដីវត្តណាញោមគឺព្រះអង្គកំពុងតែកសាងនៅចិត្តដីនេះសូមចម្រើនពរនិងជូនពរញាតិញោមដែលបានឃើញវីដេអូនេះហើយសូមញាតិញោមជួយព្រះអង្គដើម្បីឲ្យព្រះអង្គបានកសាងនៅចិត្តដីនេះឲ្យរាជាស្ថាបនណាញាតិញោមខ្ញុំប្រកាសណាអាត្មាភាពលើព្រះអង្គថាចិត្តដីនេះព្រះអង្គមកជាងស្រុកទាំងអស់គឺ$6,600គឺព្រះអង្គមកជាងនៅខាងខេត្តកញ្ចេះព្រះអង្គញោមគឺដូច្នោះសូមញាតិញោមកាលណាបើបានឃើញវីដេអូដែលអាត្មាជួយឡាយព្រះអង្គនៅហើយសូមញាតិញោមចូលជាកុសលចំពោះព្រះអង្គដើម្បីឲ្យព្រះអង្គបានសាងស្ថាបនានៅចិត្តដីនេះឲ្យរួចជាស្ថាពរផងណាញាតិញោមណាសូមចម្រើនពរនិងជូនពរញាតិញោមដែលបានមើលនៅវីដេអូនេះរួចជាស្រេចណាញោមណាសូមចម្រើនពរនិងជូនពរសូម